ជាដំបងនៅវីដេអូនេះខ្ញុំចង់ប្រាប់ពុកម៉ែបងប្អូនអ្នកស្រាវជនបទមានអីមិនល្អពុកម៉ែបងប្អូននៅនេះជួជីវិតបែបធម្មជាតិជីវិតបែបសុខស្រាយជីវិតបែបជាមួយធម្មជាតិទាំងអស់នេះពុកម៉ែបងប្អូននេះឥឡូវពុកម៉ែបងប្អូនចំណាយពេល3នាទីសម្រាប់មើលវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់ចឹងណាពុកម៉ែបងប្អូនហ្នឹងហើយនេះមកសកម្មភាពចាប់ថ្មល់ពុកម៉ែបងប្អូនមានក្មួយខ្ញុំបន្ទាប់ពីយើងចាប់ថ្មល់ហើយដូចក្បាលវីដេអូយើងចាប់ថ្មល់ឲ្យរែងជាកេះដកកពុកម៉ែបងប្អូនអើយគាត់សុវ័យគាត់និយាយទៅបែបជីវិតបែបសុខស្រាយជីវិតបែបសាមញ្ញកែជឿសុបាយមើលអត់មានខ្វល់ពីអ្នកណាដទៃអត់មានខ្វល់ពីណាទេបងប្អូនអើយសុបាយបន្ទាប់ពីថ្ងៃធ្វើការពេលខ្លះតនេវាយករមហូបរអីពេលយប់ចឹងយើងចាប់ថ្មល់នេះគេហៅថាសត្វថ្មល់ពុកម៉ែបងប្អូនហើយខាងពុកម៉ែបងប្អូនហៅអីវិញជម្រាបសួរហើយក៏សួរស្ដីពុកម៉ែបងប្អូនជាទីស្រឡាញ់ហ្នឹងហើយដូចពុកម៉ែបងប្អូនឃើញក្បាលវីដេអូចឹងពុកម៉ែបងប្អូនការចាប់ថ្មល់នេះមើលក្មួយគាត់ចាប់ច្រើនណាពុកម៉ែបងប្អូននិយាយខាងខ្ញុំមិនខ្វះទេថ្មល់និយាយទៅសិទ្ធិរបស់ធម្មជាតិដោយសារតែខ្ញុំនៅចិត្តវាស្រូវពុកម៉ែបងប្អូនទៅតែតាមដានវីដេអូខ្ញុំដឹងហើយពុកម៉ែបងប្អូនមើលការរត់ត្រីរកក្តាមរកកង្កែបដោយពុកម៉ែបងប្អូនតែចូលចិត្តវីដេអូខ្ញុំចឹងគឺខ្ញុំធ្វើអ្វីដែលជាសាមញ្ញធ្វើអ្វីជារបស់ស្រែធ្វើអ្វីជារបស់ធម្មជាតិចឹងណាហ្នឹងហើយពិតហើយដូចថ្ងៃនេះដែររៀងយប់បន្តិចឆ្លៀតមកចាប់ថ្មល់ហើយក៏បានវីដេអូឲ្យពុកម៉ែបងប្អូនទស្សនាសកម្មភាពពួកខ្ញុំចាប់ថ្មល់ក្មួយខ្ញុំបងអូនខ្ញុំប្រពន្ធខ្ញុំជាពិសេសប្រពន្ធខ្ញុំគាត់មកពីធ្វើការអត់ទាន់ផ្លាស់ខោអាវទេមកជួយចាប់ទៀតចឹងសប្បាយចឹងពុកម៉ែបងប្អូនយកថ្មល់នេះដែរគឺឆ្ងាញ់ណាពុកម៉ែបងប្អូនបើអ្នកពុកម៉ែបងប្អូនណាគាត់អត់ចេះហូបអាហ្នឹងខ្ញុំកាន់តែអភ័យទោសបើបងប្អូនណាចេះហូបឆ្ងាញ់ជាងការ៉ូបឆ្លាញ់ជាងចរិតទៀតពុកម៉ែបងប្អូនដោយសារវាអត់មានអាចមានអីទេពុកម៉ែបងប្អូននិយាយទៅសត្វតពងខែនេះពុកម៉ែបងប្អូនមកកលេសតលេសនិយាយទៅចឹងសម្បូរណាពុកម៉ែបងប្អូនថ្មល់នេះដែរអត់ពិបាកចាប់ទេពុកម៉ែបងប្អូនបើសិនតែយើងមានបាស Bluetooth យើងមានបាសតូចតាចអីយើងអាចចាក់វាជាសំឡេងថ្មល់ចឹងទៅវាហើមកមិនដឹងទៅមកពីណាពីណីខ្លះទេពុកម៉ែបងប្អូនមើលវីដេអូនេះទៅមិនទៅខ្វះតែកពីកពើកដល់ឲ្យពុកម៉ែបងប្អូននេះថ្ងៃនេះដែរមកទាំងអស់ទាំងអាតូចទាំងអាតាចទាំងអាក្មេងទាំងអាខ្មាំងចឹងណាដូចខ្ញុំថាចឹងជីវិតសាមញ្ញជីវិតបែបសុខស្រាយជីវិតបែបជនបទគឺអញ្ចឹងពុកម៉ែបងប្អូនពេលថ្ងៃឡើងយើងធ្វើការទៅពេលយប់ឡើងយើងររបស់ដែលជាធម្មជាតិដូចក្មួយខ្ញុំចេះដែរពុកម៉ែបងប្អូនគាត់ហ៊ានចាប់ឲ្យពុកម៉ែបងប្អូនប៉ុន្តែមុននឹងចាប់បានមួយគាត់វាយឡើងខ្ទេចដោយសារខ្លាចថ្មល់ចឹងណាពុកម៉ែបងប្អូននិយាយទៅមុននឹងរបស់គាត់ដែលគាត់ចាប់ហ្នឹងគឺគាត់វាយឡើងខ្ទេចខ្ទីអស់ចឹងណាពុកម៉ែបងប្អូនគឺសប្បាយណាពុកម៉ែបងប្អូនឃើញក្បាលវីដេអូចឹងមានចាប់ទៅលីងហើយមានអ្នករំរែកអីចឹងទៅនេះដល់កពុកម៉ែបងប្អូនជីវិតបែបសាមញ្ញជីវិតបែបធម្មជាតិជីវិតបែបសុខស្រាយជីវិតបែបជនបទអត់បៀតបៀនអ្នកដទៃគឺសុបាយហ្នឹងហើយបើខ្ញុំបានចូលចិត្តរស់បែបសាមញ្ញចូលចិត្តរស់បែបធម្មជាតិចូលចិត្តរស់បែបអញ្ចឹងខ្ញុំមកចូលចិត្តរស់បែបភាពស្មុគស្មាញភាពញញ៉ៃជីវិតយើងត្រូវតែបើកចិត្តឲ្យទលាយមិនថា10ឆ្នាំមានប្រហែលដងសម្រាប់យើងត្រូវមានក្តីស្រឡាញ់ដល់មនុស្សជុំវិញខ្លួនយើងត្រូវផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកដទៃជាពិសេសគ្រួសារក្រុមគ្រួសារពុកម្ដាយបងប្អូនជាទៀតគ្មានណាល្អជាងបងប្អូនយើងគ្មានណាល្អជាងឪពុកម្ដាយយើងទេពុកម៉ែបងប្អូនហ្នឹងហើយអញ្ចឹងយើងតន់ថែរក្សាគ្នារឿងតន់ថែរក្សាគ្រួសារថែរក្សាពុកម្ដាយតន់គាត់នៅមានជីវិតសម្រាប់ហូបរបស់ឆ្ងាញ់ពេលខ្លះក៏យើងខំប្រឹងរកចិញ្ចឹមគ្រួសារយើងពេលខ្លះថ្ងៃណាតនេយើងក៏មានមហូបអីទីទួយើងយកឲ្យគាត់ហូបផ្សារឆ្ងាញ់ដែលគាត់ចង់ហូបអីយើងជួយឲ្យគាត់ហូបឆ្ងាញ់ទៅដូចខ្ញុំបានថាយ៉ាង10ឆ្នាំអត់មានច្រើនដងសម្រាប់ឲ្យយើងជ្រើសរើស10ឆ្នាំអត់មានច្រើនដងសម្រាប់ឲ្យយើងផ្ដល់ក្តីស្រឡាញ់ផ្ដល់ក្តីសុភមង្គលឲ្យក្រុមគ្រួសារទេអញ្ចឹងតន់យើងនៅមានជីវិតតន់យើងមានដង្ហើមយើងខិតខំប្រឹងប្រែងតស៊ូព្យាយាមធ្វើអំពើល្អលះបង់នៅភាពឆេវឆាវលះបង់នៅភាពសៅមកទាំងអស់គិតតែរឿងអ្វីល្អមនុស្សណាក៏មានផលលំបាកដែរពុកម៉ែបងប្អូនតែកុំយកដាក់ខ្លួនច្រើនពេកកាលណាយើងយកដាក់ខ្លួនច្រើនគឺវាអាចត្រេះវាអាចស្មុគស្មាញហ្នឹងហើយឥឡូវចូលវីដេអូយើងវិញមើលក្មួយខ្ញុំវិញពុកម៉ែបងប្អូនអូយនេះខ្ញុំគាត់ចាប់ភ័យផងអីផងខ្លាចតែសបោពុកម៉ែបងប្អូននិយាយមែននិយាយទៅជីវិតបែបអញ្ចឹងគឺខ្ញុំចូលចិត្តពុកម៉ែបងប្អូនចូលចិត្តទស្សតាមដានវីដេអូខ្ញុំដឹងពុកម៉ែបងប្អូនខ្ញុំចូលចិត្តជីវិតបែបសាមញ្ញជីវិតបែបអញ្ចឹងហ្នឹងហើយពុកម៉ែបងប្អូនបើវីដេអូនៅចុងវីដេអូនេះគឺខ្ញុំបានថ្មល់ច្រើនណាស់ពុកម៉ែបងប្អូនឃើញពុកម៉ែអានេះយកទៅលីងអស់មួយសាប្រហែលជា1គីឡូអត់ហើយពុកម៉ែបងប្អូនហើយនេះចាប់ដើមមកឆ្អិនក៏មានឆៅក៏មានដែរពុកម៉ែបងប្អូនវាមិនខ្វះទេតែយើងរៀងចាប់ទុកមកចាប់មហូបបានចាំថ្ងៃក្រោយខ្ញុំយើងចាប់ទៀតបន្ទាប់ពីចុងវីដេអូនេះគឺចាក់បាសឲ្យអាក្មួយរួមម៉ែជាកេះទុនណាពុកម៉ែបងប្អូនហ្នឹងហើយពុកម៉ែបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបើពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្តនៅវីដេអូខ្ញុំបានគ្រប់វីដេអូពុកម៉ែបងប្អូនសូមជួយ like ជួយ share ជាពិសេសជួយ share បើពុកម៉ែបងប្អូនគាត់ថាវីដេអូនេះមានផលប្រយោជន៍សម្រាប់ពុកម៉ែបងប្អូនសូមជួយ share ម្នាក់មួយផងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយសុខសប្បាយទាំងអស់គ្នា